រូបដែលអង្គុយនៅលើកៅអីពីអាមីនេះនឹងធ្វើជាកិច្ចស្វាគមន៍ដល់ពុកម៉ែបងប្អូនបានទស្សនាយ៉ាងស្រស់ស្អាតតែម្ដងបាទចង់ដឹងថាកិច្ចស្វាគមន៍របស់សាសនាតបងមានរូបភាពដូចជាលក្ខណៈយ៉ាងណាទៅបាទសាសនាពុកម៉ែរបស់យើងមានប្រសិទ្ធផលដូចជាម៉ាទីវីដេអូបាទគុំភ្លេចខលរូបកិច្ចស្វាគមន៍របស់សាសនាតបងនេះទុកជាអនុស្សាវរីយ៍ផងដែរបាទនេះពេលនេះអង្គុយគ្រប់ចំនួន5រូបទៅហើយសូមស្វាគមន៍មកកាន់វេទិកាសម្ដែងសង្គ្រោះដំបងវត្តខំក្នុងក្នុងសាសនាហើយក៏បាទសូមសម្ដែងទៅដល់ជួបគ្នាទាំងព្រឹកព្រឹកបាទនេះហើយគឺជាកិច្ចស្វាគមន៍របស់សាសនាតបងដែលកូនខ្មែររបស់យើងទាំងពីរនេះយកមកសម្ដែងបានយ៉ាងតបជំនាញបាទហើយជាបន្តទៅពីនេះលោកគ្រូរបស់ខ្ញុំនឹងចាត់ចែងតារាសម្ដែងទាំង5រូបបាទឲ្យមកអង្គុយនៅតាមកៅអីរបស់គេឲ្យមានរបៀបរៀបរយស្អាតថ្មីដើម្បីមានក្នុងការសម្ដែងបាទលោកខេមរាបាទកុំនៅទៀតទេបាទអូខេចុចឆាឈីបន្តយើងជួបពីសមត្ថភាពរបស់ Mr. Nen បាទប្រសូមជំរាបដល់ពុកម៉ែបងប្អូនរបស់យើងបានជាផងដែរថាសម្ដែងមួយរូបនេះមានប្រវត្តិរាប់ខាងអ្នកចំណេញការរបស់យើងមួយរូបឲ្យសម្រាប់ក្នុងនាទី8បាទដូច្នេះលោកខេមរាក៏សូមប្រយ័ត្នប្រយែងមែនតើហើយឥឡូវនេះលោកគ្រូរបស់យើងខ្ញុំបានបញ្ជាក់ថានឹងឲ្យដល់សម្ដែងរូបនេះដេកបំពេញខ្លួនជាជុំបាទតម្រេខ្លួនទៅយ៉ាងម៉េចយ៉ាងម៉ៃមីស្ទ័រនឹងលើកជើងលើកបីឲ្យជុំទីមួយបាទនឹងមិនទេបាទលេងលោកឯងដឹងមីស្ទ័រនឹងបាទជុំទីមួយបាទរៀនយឺតបន្តិចតែមិនអីទេបាទងើបបានលឿនមិនរឹងទេបាទបបលរត់លេងលក់ឥឡូវនេះបាទមកមើលទៅទៀតបន្តលឹកជើងលឹកបីដែរចាបាទជុំទី2បាទឥឡូវនេះខេមរាបានមកចាត់ការនៅសល់មួយជុំទៀតបាទអីយ៉ាមីស្ទ័រណាំបាទលើកឆាវិញហើយនឹងធ្វើអ្វីជាបន្តទៅទៀតបាទមានករណីសម្ភារយ៉ាងស្រស់ស្អាតតែម្ដងមកក៏សូមសម្លេងទៅដល់ជើង Mr. Nen បាទនេះហើយគឺជាភាពបីឆ្លាតរបស់អ្នកឆ្លាតដំបងមកកាចក៏កាចដែរឲ្យឆ្លាតផងដែរឥឡូវនេះយើងក៏មកជួបពីសមត្ថភាពរបស់ Mr. David បាទដល់សម្ដែងមនុស្សនេះនឹងធ្វើការសម្ដែងដោយតែនៅលើស្ពានដែកដែលមានប្រវែងដល់តែ5ម៉ែត្រឯណោះឥឡូវនេះ Mr. David ចាប់ផ្ដើមធ្វើដំណើរបាទរួចផុតមួយដំណាក់កាលលោកសុផាតបានបញ្ជាក់ថានឹងឲ្យតារាសម្ដែងមនុស្សនេះដើរត្រឡប់ទៅខាងក្រោយវិញបាទស្គីមនេះមានទំហំតូចខ្លាំងមែនទែនចិត្តតបទៅដែរហើយបាទដល់គោលដៅហើយក៏សូមសម្ដែងទៅជើង Mr. David បាទពិតជាអស្ចារ្យខ្លាំងមែនទែនបាទស្ទាបដែលមានទំហំតូចហើយមាន